សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែកម្លែកជូនអ្នកទាំងអស់គ្នាតាក់ទងនឹងការ design HMI ហើយ app មួយនេះខ្ញុំប្រើនៅក្នុង app Use Ad HMI ដែលខ្ញុំយកមកប្រើដោយអ្នកគ្នាឃើញនៅក្នុង screen ខ្ញុំដាក់វានៅក្នុង screen យើងអាចប្រើវាបានជាមួយ micro controller ជាច្រើនប្រភេទដូចជា ESP32 Arduino Raspberry ជាដើមឲ្យតែវាជាប្រភេទដែលប្រើមានជើង UART communication ជើង OATX ហើយ LCD នេះផងដែរប្រើជើងតែ4ខ្សែទេជើង power របស់វាប្រើ 5V ជើង OATX សម្រាប់ communication data ហើយនឹងជើង ground អញ្ចឹងកុំឲ្យខាតពេលយូរអ្នកគ្នាចូលមកកន្លែង document មកហើយយកពាក្យថា create project តោះមកខ្ញុំទៅរក folder ដែលខ្ញុំដាក់វានៅក្នុង folder example របស់ខ្ញុំតោះមកខ្ញុំឲ្យឈ្មោះវាថា basic HMI វីដេអូនេះខ្ញុំក៏អត់បញ្ជាក់អ្នកគ្នាឲ្យបានជ្រៅណាស់ដែរខ្ញុំក៏ប្រាប់ tool វាមួយចំនួន tool វាខ្លះៗឲ្យអ្នកគ្នាស្គាល់អ្នកគ្នាអាចយកទៅ design ខ្លួនឯងបានអញ្ចឹងណាហើយ HMI ដែលខ្ញុំយកមកប្រើហ្នឹងវា ID របស់វាឈ្មោះនេះ TJC 4827 T143 011ខ្ញុំនឹងដាក់ ID វានៅលើ screen này អ្នកនរគ្នាឃើញហើយខ្ញុំយកចុចលើវាមកចុច OK អាហ្នឹងជាប្រភេទ model ឬក៏ ID របស់ screen របស់អ្នកនរគ្នាជ្រើសរើសវាឲ្យត្រូវតាមទំហំនិងតាម ID LCD របស់អ្នកនរគ្នាខ្ញុំចុច confirm ចូលមកដល់កន្លែងនេះគេអ្នកនរគ្នាជ្រើសរើស screen អ្នកនរគ្នាចង់បាន screen ផ្ដេកយកលេខ0 screen ប្រឈរយកលេខ90ឬក៏ screen ដែលមានលក្ខណៈវា190ដឺក្រេឬក៏290ដឺក្រេចំពោះខ្ញុំយក screen ផ្ដេកខ្ញុំចង់ឲ្យខ្ញុំយកកន្លែងលេខ0កន្លែងខាងក្រោមនេះតើតើនឹងភាសាកូដអ្នកគ្នាអាចយក JBK តាមខ្ញុំបានទៅវាស្គាល់ភាសាហើយតើមកអ្នកគ្នាចុច OK ចូលមកដល់ស្លឹកកន្លែងផ្ទៃ screen នេះអ្នកគ្នាឃើញមាន pop up តូចៗជាច្រើនហ្នឹងអាហ្នឹងsẽជា tool ដែលយើងត្រូវយកមកប្រើtool ទី1នេះវាតាក់ទងនឹង function ដែលយើងត្រូវយកមកប្រើឧទាហរណ៍អ្នកគ្នាចង់ display ជាអក្សរអ្នកគ្នាចុចលើវាមកវានឹងចេញមកកន្លែង screen មួយនេះអា screen មួយនេះជា screen ដែលយើងត្រូវបង្ហាញនៅលើ LCD ឬក៏លើ HMI របស់អ្នកគ្នាអញ្ចឹងហើយខាងនេះវាជា property នៃobject T1 ហ្នឹងអញ្ចឹង T1 នេះវាជាឈ្មោះ object អ្នកគ្នាអាចធ្វើការ select setting វាតាមខ្ញុំ height របស់វា116 ID របស់វាលេខ2 object name របស់វា T1 អានឹងជាឈ្មោះរបស់វាកន្លែង vscope នេះអ្នកគ្នាធ្វើការដូរពី private ទៅ public អ្នកគ្នាយក public រហូតមកដើម្បីងាយស្រួលធ្វើពេលយើងបញ្ជូន data មកវាដំណើរការអាចឆ្លង page គ្នាបានឆ្លាស់គ្នាទៅមកបានបើយើងយក private វាដំណើរការទៅក្នុង local មានន័យថាវាធ្វើការទៅក្នុងផ្ទាំងហ្នឹងឯងពេលអ្នកគ្នាចង់ប្រើ page ផ្សេងទៀតអីវាអត់ស្គាល់តម្លៃហ្នឹងអញ្ចឹងយើងយក public មកប្រើទៅវាស្រួលជាងយក private ចំពោះ STA អ្នកគ្នាយកអាទី2នេះយក monochrome ហើយចំពោះ font អ្នកគ្នាត្រូវធ្វើការ download font ជាមុនសិនបានវាស្គាល់ font ហើយវាស្គាល់អក្សរបានវាបង្ហាញទិន្នន័យនៅលើនេះតែអញ្ចឹងទេវាអត់ស្គាល់ font វាអត់មាន font វាអត់បង្ហាញអ្វីដែលយើងធ្វើការ design ទេអញ្ចឹងចំពោះការ download font អ្នកគ្នាអាចចូលមកផ្ទៃខាងលើនេះបានអ្នកគ្នាយកអាទី2នេះមកហើយទៅរក icon ដែលមានអក្សរ A អាហ្នឹងជា icon font ហើយអ្នកគ្នាចុចលើវាមកតបមកអ្នកគ្នាចង់បានទំហំលេខម៉ានអានេះជាទំហំ font ខ្ញុំយកលេខ6កន្លែងនេះជាកន្លែងជ្រើស font វាមាន font ជាច្រើនប្រភេទអ្នកគ្នាស្រឡាញ់ font មួយណាយក font មួយនោះមកធ្វើការ design HMI របស់អ្នកគ្នាទៅខ្ញុំឧទាហរណ៍ថាខ្ញុំយក font Arial Narrow តបមកខ្ញុំចង់បានវាអក្សរដិតកន្លែងនេះតើតើនឹង bold អក្សរដិតឬក៏អក្សរធម្មតាអញ្ចឹងខ្ញុំយកអក្សរដិតខ្ញុំគ្រីសវាតបមកកន្លែងនេះគេឲ្យអ្នកគ្នា save ឈ្មោះ font ហ្នឹងដើម្បីយកវាទៅផ្ទុកនៅក្នុង folder ណាមួយឥឡូវខ្ញុំដាក់ឈ្មោះវាថាឲ្យដូចឈ្មោះ font ដើមទៅចុះខ្ញុំដាក់វាថាជា Arial Narrow ហើយខ្ញុំដាក់កតុយ16ដើម្បីបញ្ជាក់ដើម្បីឲ្យចាំឲ្យចំណាំខ្លួនឯងថា font ហ្នឹងជា font លេខ16តោះខ្ញុំចុចធ្វើការ download វានឹង load ផ្ទាំង file ហ្នឹងឲ្យយើងទៅជ្រើសរើស folder ដើម្បីដាក់អញ្ចឹងខ្ញុំដាក់នៅក្នុង folder example តោះមកខ្ញុំចុច save
ពេលអ្នកខ្ញុំចុច save ទៅវានឹងធ្វើការ download នៅកន្លែងនេះពេលដែលវាពេញ 100% អ្នកគ្នាអាច download បានហើយពេលដែលវាពេញអ្នកគ្នាបញ្ចុចពាក្យ confirm ទៅហើយកន្លែងផ្ទាំងមួយនេះគេសួរអ្នកគ្នាថាតើអ្នកគ្នាចង់ដំឡើង font ហ្នឹងឥឡូវហ្នឹងអត់បើអ្នកគ្នាចង់តម្លើងវាឥឡូវហ្នឹងអ្នកគ្នាចុចកន្លែងពាក្យថា yes មកវានឹងដំឡើងចូលមកកន្លែង font របស់គ្នាអ្នកគ្នាឃើញអត់ font ដែលអ្នកគ្នា download មិញហ្នឹង font នៃ16វាតាំងដោយ ID 0អ្នកគ្នាធ្វើការ download font តែ2 font នេះទៅបានហើយព្រោះកាលណា font កាន់តែច្រើន space វាកាន់តែធំធ្វើឲ្យ memory វាឆាប់ពេញពួក HMI វាមាន memory កំណត់ត្រឹម 6M 4M ឬក៏ 8M អស់ធំហើយកាលណាយើង download font កាន់តែច្រើនវាធ្វើឲ្យការ select ដែលយើងត្រូវធ្វើការ design ហ្នឹងវាមានទំហំតូចឬក៏មានទំហំតិចអញ្ចឹងអ្នកគ្នា download font តែ2ឲ្យយើងមកប្រើបានហើយអានេះដូចគ្នាខ្ញុំដូរកតុយវាទៅដាក់24ដើម្បីចំណាំខ្លួនឯងបន្ទាប់មកខ្ញុំធ្វើការ download ម្ដងទៀតខ្ញុំចុច save វានឹងធ្វើការ download ឲ្យអ្នកគ្នាមួយ font ទៀតពេលអ្នកគ្នា download ពេញហើយចុច confirm ម្ដងទៀតមកចុចយកពាក្យដំឡើងឥឡូវនេះទៅចុចចេះបន្ទាប់មក font ដែលអ្នកគ្នាបាន download មិញ2វាតាំងដោយ ID 0 font លេខ16 ID 1 font លេខ24ពេលអ្នកគ្នា download ចឹងហើយអ្នកគ្នាមកចុចលើ object T0 នេះម្ដងទៀតមកវានឹងចេញអក្សរអ្នកគ្នាវា load អក្សរថ្មីអត់ដោយសារយើង download font មកវាស្គាល់ font ចឹងទៅវាចេញអក្សរឲ្យយើងដល់កន្លែងនេះអ្នកគ្នាអាចដូរវាទៅ font លេខ1វានឹងមានទំហំធំជាងមុនដោយសារ font លេខ1យើង download មិញវា24ឥឡូវវាស្គាល់ font នេះវា display អក្សរឲ្យមកយើងឃើញវិញតបមកអាក្រោមកន្លែង BCO នេះអានេះតកតងនឹង background របស់អក្សរហ្នឹងអ្នកគ្នាឃើញផ្ទៃខាងក្រៅវាពណ៌អក្សរអញ្ចឹងអ្នកគ្នាឆ្លាញ់ពណ៌ណាដូរយកតាមពណ៌ហ្នឹងទៅ PCO ដូចគ្នាអានេះជាពណ៌នៃអក្សរអ្នកគ្នាឆ្លាញ់ពណ៌ណាដូរដាក់ពណ៌ហ្នឹងទៅចំពោះកន្លែង TXT នេះអានេះជាឈ្មោះនៅក្នុង cloud រង្វង់ប្រអប់មួយហ្នឹងអញ្ចឹងឈ្មោះហ្នឹងអ្នកគ្នាដូរវាក៏បានអត់ដូរក៏បានតែឥឡូវខ្ញុំធ្វើការដូរវាទៅដាក់ temperature ប៉ុន្តែអ្នកគ្នាមើលកន្លែង TXT mark នេះអាហ្នឹងជាចំនួនតួអក្សរដែលអ្នកគ្នាអាចសរសេរបានអញ្ចឹងបើអ្នកគ្នាយកលេខ10តួអក្សរដែលអ្នកគ្នាសរសេរហ្នឹងត្រឹមលេខ10ឥឡូវខ្ញុំយកវាទៅ15ចុះដើម្បីឲ្យខ្ញុំសរសេរបានច្រើនតួអក្សរបន្តិចហើយទី1នេះខ្ញុំដាក់វាដោយ temperature តោះមកខ្ញុំចុច enter វានឹង load ចូល temperature នេះអ្នកគ្នាអានេះខ្ញុំចុច2ប្រអប់ខ្ញុំចុច2ដងទៅវា load object T0 មួយទៀតដូចអ្នកគ្នាអាចធ្វើដូចគ្នាដែរឥឡូវថតថានេះខ្ញុំដូរវាទៅជា temperature ហើយនេះខ្ញុំដាក់វាទៅជា display តម្លៃលេខអញ្ចឹងចំពោះ display តម្លៃលេខអ្នកនរគ្នាអត់ចាំបាច់ធ្វើការ edit អាកន្លែង TXT ហ្នឹងទេនេះកន្លែង TXT នេះអ្នកគ្នាបាច់ធ្វើការ edit វាទេបាច់ rename រីអីវាទេដោយសារយើង display វាជាតម្លៃលេខអញ្ចឹងអ្នកគ្នាទុកវានៅធម្មតាហ្នឹងទៅហើយទាញវាមកដាក់ឥឡូវខ្ញុំយកវាមកដាក់កណ្ដាលទាំងពីរចុះដាក់ខិតលើតិចអាទី1វា display ជា parameter ឈ្មោះ temperature ដល់អា T1 ហើយដល់ T0 នេះខ្ញុំឲ្យវា display ទៅជាតម្លៃ number បន្ទាប់មកអាក្រោម x y w a នេះតកតងនឹងទីតាំងអ្នកគ្នាចង់បានទីតាំងវានៅមុខនៅក្រោយឬក៏កម្ពស់វាប្រមាណប្រវែងវាប្រមាណអ្នកគ្នាមកសេរីកន្លែងហ្នឹងទៅឧទាហរណ៍ខ្ញុំទាញវានៅនេះតម្លៃវា x វា163តកតងនឹង direction អាហ្នឹងពេលអ្នកគ្នាដូរឬក៏ទាញវាមកចេះមកវាតម្លៃលេខនេះវានឹងផ្លាស់ប្ដូរទៅតាមទិសដៅដែលយើងដូរអញ្ចឹងអាហ្នឹងអាស្រ័យលើអ្នកគ្នាចង់បានប្រវែងឬក៏ចង់ឲ្យវាស្ថិតនៅក្នុងកឡោនមួយណាចន្លោះមួយណាអ្នកគ្នាសេរីអាហ្នឹងក៏បានអូសវាយកក៏បានខ្ញុំឧទាហរណ៍ថាខ្ញុំមាន2 parameter ដើម្បីបង្ហាញទី1ខ្ញុំបង្ហាញ temperature ទី2ខ្ញុំបង្ហាញ humidity តទៅនឹងសំណើមខ្ញុំដូរ font វាទៅ font ធំដូចគ្នាខ្ញុំយកលេខ1អានេះបន្ទាប់មកអ្នកគ្នាអាចធ្វើការ copy វាក៏បានដែរអញ្ចឹងអានេះខ្ញុំដាក់ font លេខ1ដូចគ្នាអានេះខ្ញុំដូរឈ្មោះវាទៅ temperature ចឹងខ្ញុំដូរកន្លែង TXT នេះទៅសំទោសទៅ humidity
DT ខ្ញុំដូរវាទៅជា humidity ហើយអាក្រោមនេះខ្ញុំអត់ធ្វើការផ្លាស់ប្ដូរវាទេដូចឥឡូវដែរដោយសារវាជាតម្លៃលេខដែលខ្ញុំត្រូវ display មកទោះពី display បានប៉ុណ្ណឹងហើយអ្នកគ្នាចង់ add sticker ឬក៏ add icon អ្នកគ្នាយកពាក្យកន្លែងអាហ្នឹងវាដាក់ឈ្មោះវា image អ្នកគ្នាចុចលើនឹងមកវានឹង load object មួយដែលមានឈ្មោះថា p0 អញ្ចឹងចំពោះ object p0 នេះអ្នកគ្នាដើម្បីអ្នកគ្នាអាច add sticker ឬក៏ add រូបភាពណាមួយបញ្ចូលបានយើងធ្វើចុចអាកន្លែងមក tool មួយនេះអ្នកគ្នាយកអាគារនេះអាហ្នឹងឈ្មោះវា picture ហ្នឹងហើយអ្នកគ្នាចុចមកកន្លែងហ្នឹងមកហើយយកសញ្ញាបូកដើម្បីធ្វើការ add image បញ្ចូលអញ្ចឹងខ្ញុំធ្វើសញ្ញាចុចសញ្ញាបូកហ្នឹងមកខ្ញុំទៅរក sticker ដែលខ្ញុំបាន download ហើយអានេះអ្នកគ្នា download ចេញពី Google មកអញ្ចឹងខ្ញុំមាន temperature មួយហើយនិង humidity មួយអានេះ humidity ខ្ញុំ add វាបញ្ចូលមកកន្លែងហ្នឹងហើយមួយទៀតខ្ញុំ add temperature ខ្ញុំត្រូវ temperature នេះ temperature អ្នកគ្នាចុចអានេះចុច confirm មកអញ្ចឹងអ្នកគ្នាចុចដើម្បីទាញicon ខាងនេះហ្នឹងមកចូលក្នុងនេះបានអ្នកគ្នាចុចនៅលើ object p0 object name p0 មួយហ្នឹងមកហើយអ្នកគ្នាមកមើលកន្លែង property របស់វាមកអ្នកគ្នាឃើញអាពាក្យ picture នេះអត់អញ្ចឹងអ្នកគ្នាអ្នកគ្នាដូរកន្លែង vscope នេះទៅជា public ដែរទៅតបមកអ្នកគ្នាចុចកន្លែង picture អ្នកគ្នាចុច browse អាហ្នឹង browser ដើម្បីទៅយកicon ដែលអ្នកគ្នាបាន add បញ្ចូលហ្នឹងមកដាក់នៅក្នុងហ្នឹងឥឡូវខ្ញុំយករូប icon សំណើមយកមកប្រើមុនហើយខ្ញុំទាញវាយកមកដាក់ចិត្ត humidity ដោយសារហ្នឹងជាសំណើមតមកធ្វើដូចគ្នាអ្នកគ្នាចុចយករូប image មួយទៀតមកហើយអ្នកគ្នាចុចលើ object name p1 ហ្នឹងមកអ្នកគ្នាដូរអានេះទៅ public ដូចគ្នាកន្លែង picture នេះអ្នកគ្នាយក browser តមកទៅ add image ឬក៏ icon temperature ហ្នឹងអ្នកគ្នាចុច OK ទៅតមកអ្នកគ្នាអាចធ្វើការទាញវាមកដាក់ចិត្ត parameter ដោយសារហ្នឹងជា icon ដែលបញ្ជាក់នៃអំពី parameter ហ្នឹងអ្នកអាចធ្វើការមកទាញដាក់ចិត្តគ្នាចឹងបានហើយអានេះខ្ញុំអត់បាន design វាឲ្យស្អាតទេដោយសារខ្ញុំធ្វើការឧទាហរណ៍អ្នកគ្នាមើលតមកចំពោះ background អ្នកទាំងអស់គ្នាអាចធ្វើការដូរវាដូចគ្នាអាកន្លែង VS Code នេះដូរវាទៅជា public ទៅ STA នេះដូរវាមកយក monochrome ឲ្យវាត្រូវគ្នាជាមួយអ្វីដែលយើងបានកំណត់ដូចអានេះជាមួយនឹង parameter របស់យើងអញ្ចឹងយើងដូរវាឲ្យដូចគ្នាទាំងអស់តបមកតបពីបានប៉ុណ្ណឹងហើយអ្នកគ្នាចង់ប្រើប៊ូតុងអ្នកគ្នាចង់ប្រើប៊ូតុងដើម្បីចុចធ្វើការផ្លាស់ប្ដូរ page អញ្ចឹងអ្នកគ្នាអាចយកកន្លែង icon ប៊ូតុងនេះមកអញ្ចឹងវានឹង load object name ឲ្យយើងមួយមានឈ្មោះថា B0 B ហ្នឹងឈ្មោះវាប៊ូតុងហ្នឹងហើយតមកអ្នកគ្នាកន្លែងនេះអ្នកគ្នាអត់បាច់ប៉ះពាល់វាទេកន្លែង VS Code ហើយ STA នេះយើងបាច់ដូរវាក៏បានដែរចំពោះ font ខ្ញុំដូរវាទៅលេខ1ដូចគ្នាទៅឲ្យ font ធំហើយអានេះតកតងនឹងពណ៌ប៊ូតុង background BCO នេះជា background អញ្ចឹង background ខ្ញុំយកពណ៌ Q កន្លែងនេះជាកន្លែង BCO 2នេះអានឹងជាកែមខាងជាកែមខាងអាកែមខាងទៅជួយនេះអញ្ចឹងអានេះខ្ញុំដូរវាទៅពណ៌ Q ដូចគ្នាតមក PCO នេះវាជាពណ៌អសអញ្ចឹងពណ៌អសខ្ញុំធ្វើការដូរវាយកទៅពណ៌អសដើម្បីឲ្យមើលឃើញច្បាស់ហើយអាក្រោមនេះដូចគ្នាកែមអសហ្នឹងខ្ញុំយកពណ៌អសដែរតមកខ្ញុំធ្វើការដូរឈ្មោះឲ្យប៊ូតុងហ្នឹងខ្ញុំដាក់ឈ្មោះវាថាកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះវាថា P1 ឬក៏ page ទី0ដោយសារនេះអ្នកគ្នាមើលកន្លែងនេះអាហ្នឹងជា page 0អញ្ចឹងអ្នកគ្នាអាចដាក់ឈ្មោះវាឲ្យដូច page ហ្នឹងក៏បានដែរអញ្ចឹងអ្នកគ្នាអាចធ្វើការដូរឈ្មោះវាទៅជា P0 ទៅកន្លែងដូរឈ្មោះអ្នកគ្នាចូលមកកន្លែង TXT នេះហើយដូរវាកន្លែង new TXT នេះអ្នកគ្នាអាចវាយនៅលើហ្នឹងក៏បានចុចចូលទៅវាយខាងក្នុងក៏បានអញ្ចឹងខ្ញុំដាក់ឈ្មោះវាថា P0 ទៅ page ទី0ឲ្យវាត្រូវគ្នាជាមួយហ្នឹង page ដែលយើងកំពុង design តោះបងអ្នកគ្នាចុច enter ទៅវានឹងធ្វើការដូរទៅ page 0តោះមកខ្ញុំឧទាហរណ៍ថាខ្ញុំមានមួយ page ទៀតអ្នកគ្នាចង់បង្កើតមួយ page ទៀតអ្នកគ្នាចូលមកកន្លែងសញ្ញាបូកនេះមកអានេះជា tool ខាងបង្កើត page ចុចបូកចឹងមកអ្នកគ្នាទទួលបានមួយ page ទៀតអានេះ page ទី0អានេះ page ទី1នៅពេលដែលអ្នកគ្នាបង្កើតបាន page មួយទៀតហើយខ្ញុំឧទាហរណ៍យកប៊ូតុងមកប្រើមួយទៀតអ្នកគ្នាចុច tool ប៊ូតុងហ្នឹងមកអ្នកគ្នាទទួលបានប៊ូតុងថ្មីមួយទៀតអានេះអ្នកគ្នាធ្វើឲ្យវាដូចប៊ូតុងទី1ដែរទៅ
ដូរពណ៌វាឲ្យដូចគ្នាហើយអានេះជាពណ៌អក្សរខ្ញុំយកពណ៌សដូចគ្នាចំពោះ font ខ្ញុំយក font លេខ1ដែរតោះមកខ្ញុំធ្វើការដូរឈ្មោះប៊ូតុងរបស់ខ្ញុំហ្នឹងខ្ញុំដាក់ថា P0 ដោយសារខ្ញុំចង់ចុចពេលដែលចុច P ចុចប៊ូតុងហ្នឹងទៅវាលោតទៅ page 0អញ្ចឹងអានេះខ្ញុំតាំងវា P0 ហើយខ្ញុំចុច enter មកដើម្បីបង្កើតចំពោះ background បើអ្នកគ្នាចង់បាន background អ្នកគ្នាធ្វើដោយការ add រូប sticker នេះដែរអ្នកគ្នាធ្វើការ design background ពីក្រៅទៅហើយធ្វើការយក image នេះមក add បញ្ចូលវាដូចគ្នាធ្វើម៉េចឲ្យ background យើងមានទំហំប៉ុណ្ណឹងផ្ទៃ LCD ហើយ LCD ហ្នឹងមានទំហំ 4.3 inch មួយវិញទៀតបើសិនជាអ្នកគ្នាចង់ចុចប៊ូតុងទី1ទៅវាឲ្យប៊ូតុងទី0នេះអ្នកគ្នាចង់ចុចប៊ូតុងមកគ្រាប់នេះទៅឲ្យវាលោតទៅ page ទី1ហើយចុចប៊ូតុងនៅ page ទី1ឲ្យវាលោតមក page ទី0វិញអញ្ចឹងអ្នកគ្នាធ្វើការដូរឈ្មោះវាទៅជា P1 នៅពេលអ្នកគ្នាចុច P1 នេះមកវានឹងលោតមក P0 តោះមកពេលអ្នកគ្នាចុច P0 ទៅវានឹងលោតទៅ page ទី0វិញកន្លែងនេះខ្ញុំដើម្បីឲ្យប៊ូតុងនឹងដំណើរការអ្នកគ្នាត្រូវចុចលើប៊ូតុងហ្នឹងហើយយកពាក្យកន្លែងខាងនេះអាហ្នឹងយកពាក្យវាថាជា press event អ្នកគ្នាដូរវាមកកន្លែងហ្នឹងចុចលើប៊ូតុងហើយយកមកចុចកន្លែងpress event តើមកអ្នកគ្នាសរសេរកូដដាក់ថា page ពេលអ្នកគ្នាចុច P1 ហ្នឹងទៅឲ្យវាលោតទៅ page ទី1អញ្ចឹងអ្នកគ្នាដាក់ថា page 1អ្នកគ្នាសរសេរតែប៉ុណ្ណឹងបានបន្ទាប់មកចូលមកកាន់ page ទី1វិញហើយអ្នកគ្នាចុច select លើប៊ូតុងនឹងដូចគ្នាអ្នកគ្នា select យក press event នឹងដូចគ្នាអ្នកគ្នាសរសេរកូដដាក់ថា page 0ពេលអ្នកគ្នាចុចប៊ូតុងនឹងទៅវានឹងលោតមកកាន់ page 0វិញនៅពេលដែលអ្នកគ្នាសរសេរកូដប៊ូតុងឲ្យអស់ហើយអ្នកគ្នាអាចធ្វើការ compile នៅ HTML ដែលយើងបាន design ហ្នឹងឥឡូវខ្ញុំបាន compile ហើយឃើញថាវាត្រឹមត្រូវហើយវាអត់មានកំហុសឬក៏ error អីណាមួយកើតឡើងទេបើសិនជាវាមានកំហុសឬក៏មាន error ណាមួយកើតឡើងអ្នកគ្នានឹងឃើញនៅលើផ្ទាំងខាងហ្នឹងអញ្ចឹងចំពោះ HTML នេះខ្ញុំអត់បាន design ធ្វើវាស្អាតទេដោយសារខ្ញុំគាត់ឧទាហរណ៍ឲ្យអ្នកគ្នាមើលអាហ្នឹងវាគ្រាន់ជា basic ដំបូង basic មុនដំបូងតោះមកអ្នកគ្នាអាចធ្វើការ test មើល debug វាមកកន្លែងនេះអ្នកគ្នាធ្វើការចុចប៊ូតុងមកវានឹងលោតមកប៊ូតុងពេលលោតមក page ទី1ហើយអ្នកគ្នាចុច P0 មកវានឹងលោតមកទំព័រទី0វិញដោយសារយើងមាន2 page page 0និង page 1ខ្ញុំចុច P1 មកវាលោតមក page 1ខ្ញុំចុច P0 វាលោតទៅ page ទី0វិញពេលដែលយើងតេស្តប៊ូតុងដំណើរការហើយអស់ហើយយើងអាចមកតេស្តមើល debug តើតើនឹងការបោះទិន្នន័យនៅពេលដែលខ្ញុំ object វាមិញ T0 និង T3 អញ្ចឹងខ្ញុំសេ T0 ចុច THT អា T0 នេះជា object name THT នេះជាតម្លៃ default ដែលយើងអត់ដែលខ្ញុំអត់ឲ្យអ្នកគ្នាដូរអាហ្នឹងឈ្មោះយើងតាំងវាជា default បន្ទាប់មកខ្ញុំសេឲ្យវាស្មើថ្មិញសញ្ញាថ្មិញកដោយកវា10សញ្ញាថ្មិញកដោនិងទី2នេះពេលអ្នកគ្នាចុច enter មកឃើញតម្លៃ temperature នេះវាផ្លាស់ប្ដូរទៅជាលេខ10អញ្ចឹងមានន័យថាការ design HTML របស់អ្នកគ្នាហ្នឹងវាត្រឹមត្រូវហើយពេលយើង save code យើង follow អា flow function មួយហ្នឹងមកពេលយើង save code នៅក្នុង Arduino យើង follow function មួយហ្នឹងមកវានឹង display តម្លៃចេញមកកន្លែង temperature និងតម្លៃទី2តម្លៃរបស់ humidity ខ្ញុំសេដូចគ្នាវា T3.tht ស្មើសញ្ញាថ្មិញកដោ2 20សញ្ញាថ្មិញកដោ2 enter ទៅពេលគេបោះតម្លៃលេខ test code test debug ទៅសេកូដនឹងឲ្យបោះតម្លៃលេខមកវាចេញមកត្រឹមត្រូវអញ្ចឹងនៅពេលដែលអ្នកគ្នាយកទៅសេកូដយើង follow function ហ្នឹងមកមានន័យថាយើងត្រឹមត្រូវកាលណាយើងសេចេញមានន័យថា microcontroller យើងក៏បោះមកវាចេញបង្ហាញតម្លៃនឹងដូចគ្នាអញ្ចឹងអ្នកគ្នាបិទវាវិញទៅយើងចប់ការតេស្តហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្ណឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនាសង្ឃឹមថាវីដេអូមួយនេះនឹងជាចំណេះដឹងតិចតួចមួយជា basic ដើម្បីឲ្យអ្នកគ្នាអាចធ្វើការ design ទៅលើ HTML មួយប្រភេទហ្នឹងអ្នកគ្នាអាចយកទៅប្រើជាមួយនឹង project លក្ខណៈជាប្រចាំឆមាសរបស់អ្នកគ្នាបានព្រោះវាអាចជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកគ្នានៅពេលដែលអ្នកគ្នាឡើងដល់ឆ្នាំទី4យើងធ្វើសារណាយើងមាន basic ខ្លះៗហ្នឹងអ្នកគ្នាធ្វើការ research បន្ថែមទៀតទៅអ្នកគ្នានឹងយល់ថាវាមានសារៈសំខាន់
នៅពេលដែលអ្នកគ្នាធ្វើ project បញ្ចប់ឆ្នាំអញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនា